ស្តីបងប្អូនជាទីគោរពនិងជាទីមេត្រីបាទក្នុងឱកាសបិណ្ឌអកអំបុកប្រណាំងទូកងัวនិងសំពះប្រខែជាប្រពៃណីរបស់ជនជាតិខ្មែរក្រុមកន្ធើឆ្នាំ2025នេះបាទខ្ញុំបាទក៏បានស្ថិតិនៅក្រុមទូកងัวលុងមួយចំនួនដែលបតបានបោះថ្មីក៏ដូចជាជាវថ្មីពីប្រទេសកម្ពុជាមកបាទគិតមកដល់បច្ចុប្បន្ននេះគឺវត្តមួយចំនួនបាទវត្តមួយចំនួនហ្នឹងក៏បានផ្លាស់ពីទូកងัวក្តារយើងហ្នឹងជាវក៏ដូចជាបោះនៅទូកងัวលុងវិញបាទឥឡូវខ្ញុំបានស្ថិតិមកដល់បច្ចុប្បន្ននេះគឺមានទាំងអស់ជាង10ទូកហើយបាទទី1គឺទូកងัวវត្តក្រពុំមានជ័យហៅថាកោះធំឃុំនិនឋានឡើយស្រុកខុងយ៉ាងខេត្តបាក់លីវចាស់បច្ចុប្បន្នគឺខេត្តកាម៉ៅទី2ក្រុមទូកងัวដងមានជ័យបូរីព្រឹក្សាហៅថាងាងយើដែលស្ថិតនៅទីរួមស្រុកងាងយើស្រុកហុងយ៉ាងខេត្តបាក់លីវបច្ចុប្បន្នគឺខេត្តកាម៉ៅទី3គឺទូកងัวវត្តបទុមពិសីបារមីជ្រោយទឹមចាស់បាទសង្កាត់មីសៀងក្រុងកន្ធើទី4គឺទូកងัวសុផនរាំងសីបារមីក្អែកសបឹងក្រចាប់ថ្មីដែលស្ថិតនៅឃុំតឹងឋានក្រុងកន្ធើទី5ទូកងัวសេរីឧត្តមប្រជុំវង្សាព្រែកតកួនស្ថិតនៅឃុំយ៉ាវ៉ាក្រុងកន្ធើទី6ទូកងัวសរាយសែនជ័យចន្ទសុផនព្រែកអណ្ដើកស្ថិតនៅឃុំអំពូយាក្រុងកន្ធើទី7ទូកងัวសេរីជុំបឹងតន្សាស្ថិតនៅឃុំតាយ៉ាងក្រុងកន្ធើទី8ទូកងัวវត្តកំពង់មានជ័យទឹកប្រៃស្ថិតនៅឃុំឡុងភូក្រុងកន្ធើទី9ទូកងัวវត្តពេជ្រមង្គលស្ថិតនៅសង្កាត់វិញហ្វឺកក្រុងកន្ធើទី10ទូកងัวសិរីមានជ័យបារមីមយូរាជវត្តសិរីកណ្ដាលស្ថិតនៅសង្កាត់វិញហ្វឺកក្រុងកន្ធើទី11គឺវត្តសិរីមុនីសង្កែស្ថិតនៅឃុំទឿងខណ្ឌក្រុងកន្ធើនិងទី12វត្តពោធិសថារាមដែលស្ថិតនៅសង្កាត់សុកតាំងក្រុងកន្ធើបានដូច្នេះបើតាមយើងខ្ញុំដែលបានស្ថិតិមកគឺមកដល់ពេលនេះគឺមានវត្តមួយចំនួននឹងបានបោះទូកងัวលុងនឹងបាន12គ្រឿងបាទហើយបើដូច្នេះបើបងប្អូនណាដែលដឹងវត្តមួយចំនួនទៀតដែលកំពុងតែកសាងក៏ដូចជាជាវនៅទូកងัวលុងនឹងសូមផ្ដល់យោបល់ដល់យើងខ្ញុំផងបាទសូមអរគុណនិងសូមជម្រាបលា